ហ្នឹងហើយ Hello ក៏ដូចជាសួស្តីអ្នកនរគ្នាមួយថ្ងៃហ្នឹងអត់បានចេញរឿងដោយសារតែរវល់ហ្នឹងហើយកុំឲ្យខាត់ពេលយូរយើងនឹងមកបន្តរឿងរបស់យើងដែលមានចំណងជើងថាឆ្លងភពផ្លេចជាតួអង្គបន្ទាប់បន្សំតពីភាគមុនគេកាត់មកសំណាក់អ៊ូវ៉ាងកន្លែងស្នាក់របស់ព្រឹទ្ធាចារ្យហាន់សឹងពេលហ្នឹងយើងបានឃើញមនុស្សពីរនាក់កំពុងលេងអុកជាមួយគ្នាគឺជាព្រឹទ្ធាចារ្យហាន់សឹងជាមួយនឹងព្រឹទ្ធាចារ្យឈិងអ៊ីពេលហ្នឹងហាន់សឹងបាននិយាយទៅកាន់ឈិងអ៊ីថាតាំងពីថ្ងៃបន្ទាប់ពីសន្លប់បាត់បង់ស្មារតីមកស្រាវជាមិនសូវមករកពួកយើងសោះឈិងអ៊ីតបវិញថាមិញនេះខ្ញុំបានទៅមើលគេដែរគេជាមួយនឹងម្នាក់ឈ្មោះជីឈឺនោះពិតជាស្និទ្ធស្នាលនឹងគ្នាណាស់គ្រាន់តែជាក្មេងរពិលរពូចម្នាក់ប៉ុណ្ណោះគ្មានអ្វីត្រូវខ្លាចទេឈិងអ៊ីតបវិញថាជីឈឺគ្មានអ្វីគួរឲ្យខ្លាចពិតមែនតែខ្ញុំខ្លាចថាបើស្រាវជាចិត្តដិតនឹងគេយូរពេកនឹងខ្លាចជាគំនិតបាក់បោខូចដល់ផែនការធំរបស់លោកមេប៉ាទេទោះភាពប៉ិនប្រសពរបស់ជីឈឺព្រាបមិនដល់ស្រាវជាតែក៏លើសពួកសិស្សធម្មតាឆ្ងាយណាស់គួរតែទាញគេចូលក្នុងផែនការទុកជាកង់សាគូហាន់សឹងតបវិញថាលោកក៏សរសើរជីឈឺពេកហើយបើសិនជាខ្លាចថាគេជះឥទ្ធិពលដល់ស្រាវជាសម្រាប់គេចោលហ្មងទៅវាចាប់បាត់ទៅហើយមិនចឹងឈិងអ៊ីតបវិញថាពួកយើងមិនដល់ថ្នាក់ត្រូវធ្វើបាបកូនសិស្សក្នុងបកបែបនេះទេហាន់សឹងក៏សួរឈិងអ៊ីថាចុះពេលលោកមានគំនិតអាក្រក់ចំពោះស្រាវជាវិញមិនគិតថាគេជាសិស្សក្នុងបកនេះផងទៅឈិងអ៊ីតបវិញថាជីឈឺនៅពេលនេះมันអាចធ្វើសកម្មភាពវាយប្រហារអ្វីឡើយតែស្រាវជាវិញប្រសិនបើគេមានគំនិតប្រឆាំងធ្វើឲ្យប៉ះពាល់ដល់ផែនការធំរបស់លោកមេប៉ារបស់យើងនោះជាមានផលវិបាកដែលលោកនិងខ្ញុំមិនអាចដោះស្រាយបាននោះទេហាន់សង្តបវិញថាខ្ញុំអាចទុកជីវិតឲ្យជីឈឺបណ្ដោះអាសន្នតាមសំណុំពរលោកសិនបានត្រូវនៅរងចាំមេប៉ាត្រឡប់មកវិញសឹមធ្វើការសម្រេចចិត្តតាមក្រោយព្រមទាំងបន្តទៀតថាមែនហើយគូហុងចិត្តត្រឡប់មកវិញហើយហ្នឹងហើយអ្នកនរគ្នាគូហុងហ្នឹងគឺជាព្រឹទ្ធាចារ្យម្នាក់ក្នុងចំណោមព្រឹទ្ធាចារ្យទាំង4អញ្ចឹងកុំឆ្ងល់អីកាត់មកសំណាក់ដែលជីឈឺជាមួយស្រាវជារស់នៅបានឃើញមនុស្សម្នាក់កំពុងតែរត់មកផ្ទះបាយមនុស្សម្នាក់នោះគឺជាជីឈឺក៏និយាយថាមកពេលសិស្សប្អូនទាំងអស់ប៉ុន្មានថ្ងៃនេះគេទាមទារឲ្យខ្ញុំទន្ទិញមេរៀនរហូតដល់ខ្ញុំភ្លេចថាត្រូវកាប់អុសទុកសម្រាប់ធ្វើម្ហូបជីឈឺក៏ងើបឈរព្រមទាំងយាវថាបំរុងនឹងកាប់អុសតែពេលកាប់ទៅក៏ធ្វើឲ្យបាក់ឆ្អឹងជីឈឺក៏ស្រែកថាអីយ៉ាដៃរបស់ខ្ញុំពេលហ្នឹងស្រាវជាក៏មកដល់ព្រមទាំងសួរថាសិស្សច្បងកំពុងធ្វើស្អីពេលហ្នឹងជីឈឺក៏ស្រែកទាំងឈឺចាប់កាត់មកដល់ឈុតថ្មីរបស់យើងស្រាវជាក៏និយាយទៅកាន់ជីឈឺថាក្រែងប្រាប់ហើយអន្តាថាឲ្យនៅទន្ទិញមេរៀនសុខភាពខ្ញុំល្អប្រសើរហើយមិនត្រូវការញ៉ាំអាហារទៀតទេជីឈឺក៏តបទាំងអន់ចិត្តថាប៉ុន្តែបងឃ្លានស្រាវជាក៏គ្មានអ្វីតបនឹងជីឈឺពេលហ្នឹងជីឈឺក៏សួរទៅកាន់ស្រាវជាថាសិស្សប្អូនតូចឯងប្រឹងធ្វើអីស្រាវជាតបវិញថាធ្វើម្ហូបឲ្យបងនៅសូត្រមេរៀនបន្តចុះពេលញ៉ាំអីហើយខ្ញុំនឹងពិនិត្យមើលបញ្ជាក់ជីឈឺក៏តបថាបានជីឈឺក៏និយាយទៅកាន់ថងថាប្រព័ន្ធមើលចុះសិស្សប្អូនតូចឥឡូវចេះចូលចង្ក្រានធ្វើម្ហូបឲ្យខ្ញុំញ៉ាំដោយផ្ទាល់ទៀតមិនយូរទេខ្ញុំមុខជាអាចទទួលបានការទុកចិត្តពីគេមិនខានថងតបវិញថារឿងវាមិនងាយស្រួលខ្លាំងដូចលោកគិតទេជំហានបន្ទាប់លោកត្រូវតាមសិស្សប្អូនតូចឲ្យជាប់មិនដូច្នេះទេលោកអាចនឹងស្លាប់ជីឈឺក៏សួរថាស្អីគេខ្ញុំនៅត្រូវងាប់ទៀតប្រព័ន្ធណារស់ក្នុងពិភពលោកមួយនេះអីក៏ពិបាកម្លឹងថងនិយាយថាកុំបារម្ភអីចាំតែអោបក្រសោបសិស្សប្អូនតូចឲ្យជាប់ទៅខ្ញុំនឹងធានាសុវត្ថិភាពលោកប្រញាប់ទន្ទិញមេរៀនទៅណាអស់រយៈពេលមួយធូបក្រោយមកក៏ឃើញជីឈឺដេកលើតុព្រមទាំងនិយាយម្នាក់ឯងថាហត់ស្ទើរស្លាប់ហើយអាកាលប្រឡងមិនចាប់ឈរមាសខ្ញុំមិនដែលប្រឹងអីដល់ថ្នាក់នេះទេស្រាវជាលើកមានម្ដងព្រមទាំងនិយាយថាណេះញ៉ាំទៅជីឈឺក៏រលែងរលងទឹកភ្នែកព្រមទាំងនិយាយថាសិស្សប្អូនតូចនេះឯងធ្វើដោយផ្ទាល់ដៃឬបងពិតជាក្តុកក្តួលដល់ហើយជីឈឺក៏សរសើរថាពិតជាឆ្ងាញ់ណាស់សិស្សប្អូនតូចធ្វើដៃឯងពិតជាមិនអន់ទេស្រាវជាក៏គិតក្នុងចិត្តថាត្រឹមតែមីមួយចានប៉ុណ្ណោះគេដូចជារំជួលចិត្តពេកហើយជីឈឺក៏និយាយទៅកាន់ស្រាវជាថាមែនហើយថ្ងៃមិញពេលបងចេញទៅក្រៅឮពួកសិស្សនិយាយថាព្រឹទ្ធាចារ្យគូហុងដែលដើរល្បាតនៅខាងក្រៅនោះចិត្តវិលត្រឡប់មកវិញហើយស្រាវជាក៏សួរថាម៉េចគូហុងចិត្តត្រឡប់មកវិញហើយស្រាវជាក៏គិតក្នុងចិត្តថាប៉ុន្មានថ្ងៃនេះរវល់តែផ្ដោតលើការហ្វឹកហាត់ដើរពេកខ្ញុំវិសតែនឹងភ្លេចថាកាលពីជីវិតមុនពេលកើតម្ដងទៀតគូហុងនឹងត្រឡប់មកវិញបន្ទាប់ពីការប្រឡងធំក្នុងបកបញ្ចប់
ក្រោយពេលត្រឡប់មកវិញគេក៏ចាប់ដៃជាមួយហាន់សឹងប្រើឧបាយកលបង្ខិតបង្ខំខ្ញុំឲ្យទទួលរងនៅការបំពានកើតឡើងវិញលើកនេះខ្ញុំត្រូវរកមធ្យោបាយចាក់ចេញពីទីនេះឲ្យឆាប់សែវជាក៏គិតបន្តថាបើតាមរឹកពីរបស់ឈិងអ៊ីទំនងដូចជាចាប់អារម្មណ៍លើជីឈឺហើយបើខ្ញុំចាក់ចេញពីកន្លែងនេះម្នាក់ឯងជីឈឺអាចនឹងមានគ្រោះថ្នាក់ជីឈឺក៏សួរទៅកាន់សែវជាថាសិស្សប្អូនតូចឯងសម្លឹងបងរហូតបែបនេះមានអីចង់និយាយជាមួយបងអត់សែវជាក៏សួរទៅកាន់ជីឈឺវិញថាកាលពីមុនសិស្សច្បងដែលបានជួបព្រឹត្តិចារ្យគូហុងអត់ហើយគេធ្លាប់ឲ្យរបស់អីដល់សិស្សច្បងទេសែវជាក៏គិតក្នុងចិត្តថាខ្ញុំនៅមិនទាន់ស្គាល់ជីឈឺច្បាស់ទេបើប្រញាប់នាំគេចាក់ចេញពីទីនេះវាអាចនឹងនាំផលវិបាកដល់ខ្ញុំមានតែជួយដាស់តឿនគេសិនចុះថងក៏ប្រាប់ទៅកាន់ជីឈឺថាព្រឹត្តិចារ្យគូហុងនឹងលោកមិនដែលមានទំនាក់ទំនងគ្នាអីឡើយលោកនិយាយអីក៏បានមិនបាច់កង្វល់ទេជីឈឺក៏ឆ្លើយទៅកាន់សែវជាវិញថាធ្លាប់បានជួបប៉ុន្មានដងដែរប៉ុន្តែបងនឹងព្រឹត្តិចារ្យគូហុងមិនដែលសូវបាននិយាយគ្នាអីទេហើយក៏មិនដែលទទួលបានរបស់ពីគាត់ដែរសែវជាក៏និយាយទៅកាន់ជីឈឺថាអញ្ចឹងល្អហើយអត្តចរិតរបស់គូហុងពិបាកប៉ាន់ស្មានណាស់យកល្អបងកុំទៅឆាឆៅគេសោះជីឈឺឆ្លើយវិញថាបងគ្មានរឿងអីត្រូវទៅតាមឆាឆៅគេទេសែវជាក៏សួរទៅកាន់ជីឈឺថាអញ្ចឹងរឿងជាមួយឈិងអ៊ីកាលពីលើកមុននឹងបកស្រាយយ៉ាងម៉េចវិញចុះជីឈឺក៏និយាយទៅកាន់សែវជាថាមិនក៏ឯងលើកយករឿងនេះមកនិយាយទៀតក្រែងបងសន្យាហើយតើថានឹងមិនទៅរកគេទៀតទេសែវជាក៏និយាយទៅកាន់ជីឈឺថាគូហុងគេជំនាញខាងមុនអាគមខ្មែរណាស់បើគេឲ្យរបស់អ្វីទៅបងដាច់ខាតគុំទទួលឲ្យសោះបើត្រូវគេបង្ខំយកក៏ត្រូវបំផ្លាញរបស់នោះឲ្យបានឆាប់ជីឈឺក៏ឆ្លើយថាបានបងដឹងហើយជីឈឺក៏សួរទៅកាន់សែវជាវិញថាសិស្សប្អូនតូចមិនក៏ឯងតែងតែប្រាប់បងឲ្យនៅឆ្ងាយពីព្រឹត្តិចារ្យគូហុងហ្នឹងលោកមេប៉ាហាជីឈឺក៏គិតក្នុងចិត្តថាចម្លែកមែនអ្នកដែលគួរតែភ័យខ្លាចគួរតែជាសិស្សប្អូនតូចទៅវិញទេសែវជាក៏រុញមុខរបស់ជីឈឺចាញ់ព្រមទាំងនិយាយថាមកពីបងល្ងីល្ងើនឹងហើយវាអាចធ្វើឲ្យរំខានផ្នែកពួកព្រឹត្តិចារ្យទាំងនោះជីឈឺក៏សួរសែវជាថានិយាយមាក់ងាយគេបានស្រួលដល់ហើយណោសិស្សប្អូនតូចរបៀបឯងនឹងទៅរកឯណាមានទៅសែវជាក៏និយាយទៅកាន់ជីឈឺថាអញ្ចឹងក៏នៅមានបងដែលតាំងខ្លួនជាសិស្សច្បងតែកិច្ចការរៀនសូត្របែរជាត្រូវការឲ្យសិស្សប្អូនជួយបង្រៀនទៅវិញជីឈឺក៏និយាយថាបងជីឈឺក៏វាសៀវភៅព្រមទាំងនិយាយថាឈប់និយាយជាមួយឯងហើយបងទន្ទិញមេរៀនបន្តវិញហើយមួយយប់មុនថ្ងៃប្រឡងប្រចាំបកសំឡេងមន់រងាវកាត់មកបន្ទប់របស់ជីឈឺពេលនោះក៏មានសំឡេងរំខានជីឈឺក៏ឆ្ងល់ព្រមទាំងសួរថាសំឡេងស្អីអញ្ចេះជីឈឺក៏ដើរទៅមើលក៏ឃើញសែវជាព្រមទាំងសួរថាសិស្សប្អូនតូចឯងឮសំឡេងស្អីអត់ហើយក៏ឃើញសែវជាកំពុងរៀបចំអីវ៉ាន់ជីឈឺក៏សួរថាសិស្សប្អូនតូចឯងរៀបចំអីវ៉ាន់ធ្វើអីសែវជាក៏ឆ្លើយថាថ្ងៃស្អែកពេលការប្រឡងធំប្រចាំបកបញ្ចប់រួចខ្ញុំត្រូវចុះពីលើភ្នំហើយជីឈឺក៏សួរថាចុះភ្នំចុះពីភ្នំធ្វើអីសែវជាក៏តបវិញថាមិនចេញមុខចេញមាត់យ៉ាងណាក៏ប្រសើរជាងស្នាក់នៅក្នុងបកនេះដែរជីឈឺសួរថានេះពួកព្រឹត្តិចារ្យឲ្យឯងចុះទៅបំពេញបេសកកម្មឬពួកគាត់ហួសហេតុពេកហើយឯងទៅតែធូរសោះក៏ឲ្យឯងចុះទៅធ្វើបេសកកម្មទៅហើយជីឈឺក៏ក្នុងចិត្តថាក្នុងបកនេះធម្មតាមិនអនុញ្ញាតឲ្យសិស្សចាក់ចេញពីបកតែម្នាក់ឯងទេលុះត្រាតែទៅវិហារគុនអ៊ីសូមស្លាកសញ្ញាដើម្បីធ្វើបេសកកម្មសិនទើបអាចចាក់ចេញពីក្នុងបកបានសែវជានិយាយទៅកាន់ជីឈឺថាមិនមែនទេខ្ញុំគ្រាន់តែមិនចង់នៅទីនេះមួយរយៈប៉ុណ្ណោះចាប់ពីស្អែកទៅបងនៅម្នាក់ឯងត្រូវចេះមើលថែខ្លួនឯងជីឈឺក៏ឆ្លើយទៅកាន់សែវជាវិញថាអត់កើតទេបងមិនទុកចិត្តឲ្យឯងនៅម្នាក់ឯងឡើយបងក៏ទៅជាមួយឯងដែរសែវជាក៏និយាយទៅកាន់ជីឈឺថាលែងដៃពេលហ្នឹងជីឈឺហក់តោងសែវជាព្រមទាំងនិយាយថាមិនលែងខ្លួនឯងយកគេទៅជាមួយផងណាសុំអង្វរណាសែវជាក៏ឆ្លើយទៅកាន់ជីឈឺវិញថាបានបងចុះសិនទៅខ្ញុំយកបងទៅជាមួយ
ជីឈឺហក់ចូលព្រមទាំងនិយាយថាល្អណាស់បងទៅវិចអេវ៉ាន់ឥឡូវហ្នឹងហ្មងកាត់មកពេលដែលសែវជាជាមួយជីឈឺវិចអេវ៉ាន់រួចពេលកំពុងដើរជីឈឺក៏សួរសែវជាថាមែនហើយសិស្សប្អូនតូចនៅឯជើងភ្នំមានបំរាមបើគ្មានស្លាកសញ្ញាអនុញ្ញាតពីវិហារគុណអ៊ីទេធ្វើមិនពួកយើងអាចចេញក្រៅបានទៅសែវជាឆ្លើយថាខ្ញុំមានវត្ថុពិសេសដែលអាចឆ្លងកាត់តំបន់ហាមឃាត់ក្នុងបរិនេះបានយ៉ាងស្ងប់ស្ងាត់នឹងមិនធ្វើឲ្យអ្នកណាម្នាក់អាចដឹងបានឡើយជីឈឺសួរសែវជាថាខ្លាំងពូកែដល់ថ្នាក់នឹងផងវត្ថុនឹងបានមកពីណាសែវជាក៏ឆ្លើយថារបស់នោះរកឃើញនៅដែនដីអាចកំបាំងកន្លែងដែលធ្វើឲ្យខ្ញុំសន្លប់បាត់បង់ស្មារតីនោះឯងជីឈឺបាច់ញើសតិចពេលដែលឃើញសែវជាសម្លឹងមកខ្លួនព្រមទាំងគិតក្នុងចិត្តថាហេតុអ្វីគេសម្លឹងមកខ្ញុំដោយក្រសែភ្នែកបែបនេះតិចលោគេចងចាំអ្វីម្យ៉ាងហើយទេដឹងហ្នឹងហើយអ្នកនរគ្នារឿងខ្ញុំបានបន្តទីបញ្ចប់ហើយខ្ញុំសូមទោសមែនទែនចំពោះការចេញរឿងយឺតយ៉ាវដោយសារតែខ្ញុំរវល់ហើយបើសិនខ្ញុំមានពេលតនេះខ្ញុំនឹងចេញឲ្យអ្នកនរគ្នាច្រើន